យើងដល់ទៅគេឥឡូវមានអីថតបានប៉ុណ្ណឹងកម្មភាពធ្វើដំណើរចង់បោះព្រៃចង់ព្រៃខោចូលព្រៃបោះតង់ខ្ញុំចូលព្រៃបោះព្រៃយ៉ានឹងហើយអ្នកនរគ្នាខ្ញុំនិយាយលេងឯងហើយយ៉ាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៃដំណើរកម្សាន្តទៅកាន់ទឹកដីអរ៉ែងក្នុងផ្សារហើយនិងក្នុងក្រពើយ៉ាហើយនេះគឺជាវីដេអូនៃថ្ងៃទី1នៃដំណើរកម្សាន្តរបស់ពួកយើងហើយពួកយើងបានជួបជុំគ្នានៅការសាភិជាបុព្វលានចំហហ្នឹងគឺយ៉ាម៉ោង 4 កន្លះក៏ពួកយើងចាប់ផ្ដើមចេញធ្វើដំណើរមកអីចឹងទៅហើយដោយសារតែវីដេអូវែងពេកច្រើនពេកខ្ញុំអត់ដឹងថាធ្វើម៉េចក៏ខ្ញុំកាត់វាខ្លីៗដើម្បីងាយស្រួលបងប្អូនមើលអីចឹងទៅហើយនៅក្នុងវីដេអូដែលខ្ញុំធ្វើនឹងដែរគឺក៏មានបំណងមិនមានបំណងអីនោះទេអ្នកនរគ្នាក៏ខ្ញុំធ្វើដើម្បីចែកម្លែកនៅតំបន់ទេសចរខ្លះក៏មិនបានចែកម្លែកអីខ្លាំងក៏មិនបានថតអីឲ្យបានក្បោះក្បាយអីដែរព្រោះអីនេះក៏ជាការឆ្លាញ់របស់ខ្ញុំអីចឹងទៅហើយខ្ញុំមានតែកាមេរ៉ាមួយហើយកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំទេហើយដែលខ្ញុំពាក់នៅលើមុខរបស់ខ្ញុំគឺក៏ជាកាមេរ៉ា action មួយដែលខ្ញុំអាចថតសកម្មភាពនៅលើផ្លូវឬក៏អីផ្សេងអញ្ចឹងទៅវាអត់មានដូចជា drone ឬក៏អីដើម្បីយើងអាចបង្ហោះថតបាននៅសកម្មភាពដែលអាចឲ្យយើងមើលឃើញទូលាយហើយស្អាតនោះឯងអញ្ចឹងគោលបំណងដែលខ្ញុំធ្វើហ្នឹងគឺវាបែបហ្នឹងឯងហើយមួយទៀតហ្នឹងគឺខ្ញុំធ្វើដើម្បីយ៉ាក៏អាចថាជាដល់ពេលដែលយើងចាស់ទៅក៏យើងអាចឃើញនៅវីដេអូរបស់យើងដែលយើងនៅពីក្មេងដើរលេងអញ្ចឹងដែរហើយមួយទៀតគឺខ្ញុំធ្វើដើម្បីជាអនុស្សាវរីយ៍របស់ខ្ញុំអញ្ចឹងទៅយ៉ាការជួបជុំរបស់មនុស្សមិនមានច្រើនដងទេមួយក្នុងមួយឆាកជីវិតរបស់យើងអញ្ចឹងអីដែលយើងអាចធ្វើបានគឺយើងស្រឡាញ់អីដែលយើងមានពេញចិត្តអីដែលយើងមានកុំយកខ្លួនរបស់យើងនឹងទៅប្រៀបធៀបជាមួយអ្នកដទៃអីចឹងទៅហើយយ៉ាយើងត្រឡប់មកវីដេអូរបស់យើងវិញនៅលើផ្លូវហ្នឹងគឺខ្ញុំឃើញថាយ៉ាទេសភាពស្អាតពេកចឹងទៅខ្ញុំក៏ចុច record អីចឹងទៅព្រោះនិយាយមែនអ្នកនរគ្នាទេសភាពគឺស្អាតមែនទែនហើយនៅខាងមុខខ្ញុំហ្នឹងគឺអាប់ពេលដែលព្រឹកឡើងហ្នឹងគឺអាប់ចុះមកនៅតាមព្រៃភ្នំគឺយើងមើលឃើញមកដោយសារតែខ្ញុំជិះទៅតាមពេជ្រនិលហើយតាមជីផាត់ចឹងគឺខ្ញុំគិតថាតាមហ្នឹងឯងពួកអីខ្ញុំអត់ស្គាល់ផ្លូវអីទាំងអស់ធីមនាំតារាគឺខ្ញុំទៅនឹងតែអីដែលខ្ញុំអាចប្រាប់ដល់អ្នកគ្នាបានគឺអារម្មណ៍មួយដែលយើងទទួលបានពីធម្មជាតិហ្នឹងគឺវាល្អមែនតើហើយនៅក្នុងប្រទេសរបស់យើងនោះគឺវាមានធនធានសម្បត្តិធម្មជាតិច្រើនណាស់អញ្ចឹងគឺយើងជួយថែរក្សាទាំងអស់គ្នាទៅហើយក្រុមនៃខ្ញុំទៅហ្នឹងគឺមិនជាច្រើនវីដេអូអីមិនមែនជាច្រើនម៉ូតូអីណាទេ10ម៉ូតូអីជាងទៅពួកអីមាន2ម៉ូតូហ្នឹងគឺដូចគ្នាអញ្ចឹងទៅហើយខ្ញុំជិះម្នាក់មួយអញ្ចឹងទៅហើយវីដេអូនឹងមានច្រើនទេអ្នកគ្នាដោយសារតែខ្ញុំហ្នឹងពិបាកកាត់ពេកអញ្ចឹងតែខ្ញុំដាក់សកម្មខ្លីៗផុសតិចតួចអីចឹងទៅព្រោះអីវីដេអូច្រើនអញ្ចឹងខ្ញុំធ្វើចេតនាការតិចចឹងទៅក៏បងប្អូនមើលទៅធុញអីចឹងទៅហើយពេលខ្លះខ្ញុំនិយាយលេងសាច់អីចឹងទៅហើយនេះជាវីដេអូ voice over ទី1របស់ខ្ញុំដែលខ្ញុំធ្វើឡើងចឹងណាអញ្ចឹងបើសិនខ្ញុំនិយាយទៅវាមានការខុសឆ្គងអីចឹងទៅបងប្អូនមើលសូមកុំប្រកាន់ឬក៏កុំយកទុកពេកអីហើយបើបងប្អូនយកទៅក៏ខ្ញុំត្រូវធ្វើមិនដែរព្រោះយ៉ាងហ្នឹងមនុស្សម្នាក់យើងមិនអាចមនុស្សម្នាក់ទៅតម្រូវចិត្តមនុស្ស1000នាក់ឬក៏100នាក់បានទេសូម្បីតែមនុស្សនាក់ក៏មិនអាចតម្រូវចិត្តមនុស្ស2នាក់ដែលនៅជុំគ្នាបានដែរអញ្ចឹងយ៉ាមើលដោយការអព្យាស្រ័យគ្នាទៅយើងរស់នៅដោយការអព្យាស្រ័យចឹងដល់គ្នាហើយកន្លែងនេះមកគ្នាពេលខ្ញុំជិះដំណើរជាមួយឡានហ្នឹងគូខ្យល់វាបូរមែនទែនហើយខ្ញុំប្រឹងតបបានម៉ូតូហ្នឹងដោយសារតែម៉ូតូដែលខ្ញុំជិះហ្នឹងអត់មានលេងគ្រឿងអីដែលធ្ងន់ទេអញ្ចឹងវារាំងស្រាលពេលខ្ញុំជិះទៅខ្យល់បុកមកវារាំងក្លីងខ្លងខ្លះដែរអញ្ចឹងបើអ្នកនរគ្នាជិះម៉ូតូនឹងផ្លូវឆ្ងាយហើយដែលខ្ញុំ recommend មែនទែនហ្នឹងគឺប្រញាប់ហើយព្យាយាមទុកវាហ្នឹងហើយផ្លូវកន្លែងនេះគឺចោះនោះគូអ្នកនរគ្នាគូ
ខ្ញុំទទួលអារម្មណ៍ខ្លាំងធំជាងគូឈ្មោះមែនទេហើយពេលហ្នឹងគឺខ្ញុំជាអត់ខ្ចក់ទេគឺខ្ញុំបោះខ្ចក់ចេញមកហើយពេលហ្នឹងក៏ខ្ញុំនិយាយដែរអ្នកនរគ្នាគាត់ថាខ្ញុំអត់មានម៉ៃដើម្បីដាក់ពីកាមេរ៉ាខ្ញុំមកខ្ញុំនិយាយអញ្ចឹងខ្ញុំនិយាយអត់លឺអញ្ចឹងខ្ញុំសុខចិត្តយកវីដេអូហ្នឹងមក voice over វិញដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងអីចឹងទៅពួកបើសិនខ្ញុំនិយាយហ្នឹងខ្យល់បុកខ្លាំងជាងសំឡេងខ្ញុំទៀតយ៉ាហើយអ្នកទាំងអស់គ្នាមើលទៅធម្មជាតិគឺស្អាតខ្លាំងខ្ញុំហ៊ាននិយាយថាស្អាតខ្លាំងអ្នកទាំងអស់គ្នាចង់ដឹងចង់ប៉ះចំពោះអីអ្នកគ្នាអាចជិះមកចឹងទៅបើការខ្ញុំ recommend គឺជិះម៉ូតូគឺយ៉ាគឺ perfect មកគាត់ថាគាត់ថ្នាក់ឬក៏អីហ្នឹងក៏មានភាគរយច្រើនជាងយើងជិះឡានដែរប៉ុន្តែតាមការ recommend របស់ខ្ញុំយើងជិះម៉ូតូទៅខ្យល់បុកមកអីចឹងទៅវាអារម្មណ៍វាប្លែកខុសពីយើងអង្គុយនៅក្នុងសន្តិជាតិអីចឹងទៅព្រោះអានេះជាខ្យល់ធម្មជាតិអីចឹងទៅហើយលើផ្លូវហ្នឹងគឺធ្វើស្អាតតែអ្នកនរគ្នាស្អាតខ្លាំងតែខ្ញុំមិនដឹងថាផ្លូវនឹងផ្លូវអីទេសំខាន់ពួកគាត់នាំខ្ញុំទៅណាខ្ញុំដល់ហើយខ្ញុំមិនដែលស្គាល់ផ្លូវតែសំបីតែពេញខ្ញុំស្គាល់មកទាំងអស់ផងយ៉ាហើយវីដេអូរបស់ខ្ញុំវាមានតែប៉ុណ្្នឹងទេវាការនិយាយសម្លេងនឹងក៏មានតែប៉ុណ្្នឹងខ្ញុំមិនដឹងថានិយាយអីទៀតទេព្រោះយ៉ាខ្ញុំអត់ដឹងថានិយាយអីទៀតអញ្ចឹងអ្នកទាំងអស់គ្នាមើលតែសភាពតាមដងផ្លូវគឺ perfect ស្អាតខ្លាំងមែនទែនហើយវីដេអូហ្នឹងគឺខ្ញុំធ្វើតែប៉ុណ្្នឹងទេអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយៗទៀតដែលខ្ញុំព្យាយាមធ្វើវាឲ្យល្អជាងវីដេអូមុនចឹងទៅព្រោះនេះជាការលើកដំបូងរបស់ខ្ញុំដែលខ្ញុំចាប់ផ្ដើមធ្វើវាបែបហ្នឹងវាជាលើកទី1ហើយជាលើកដំបូងអញ្ចឹងអ្នកនរគ្នាមើលតែអត់មានអីទៀតទេបាទ tới đo Karasang PTT Karasang PTT Karasang PTT nó nhà với một PTT nó người PTT Pignal mà blog nhóm PTT Pignal nó PTT Pignal PTT Pignal nhóm thơ blog chòm đó chơi là có chụp bóng được số đầu nghe tha cột cặp bông tè mơ nghề cột cặp bông tè mơ nghề X3 thọ cho bà ok bố mấy thọ cho chẳng tha một ván thọt 4K thọ cho bà hả 4K với 4K đặt sẽ thiên ngay khlang ăn cho bà vậy nè giờ chụp chung kia này dần to nhưng tôi nhau mà cặp sợi chia sang há nữa 7 cột dữ sang há từ đấy bị đóng sang há sang há là hột đó trên mình vậy làm mình cái vô chỗ lắm con Campuchia cặp sợi đó mà ăn nó bây giờ trong toàn bàn tay tao ok rồi bài cài này đi cầm chim đấy chim này coi bồ đọc khmer mà nè bồ đọc khmer nè đặt này đi cầm chim tại nhọ khơi ông cho cái sao con khmer mới rốt tinh ai chết mà nói coi vẻ này đi Campuchia này đi Campuchia này đi khmer cắt Campuchia lợi nhom đó PTT Pignal đơn giản dần កំពុងចាំគ្នាសម្រាប់គូតសិនជីស្ពកគូតកប់ស្រី